បាទជំរាបសួរបងប្អូនអរគ្នាតើតោងបច្ចុប្បន្ននេះឃើញថាការបង្កើតមាតិកាការបង្កើតវីដេអូឃើញថាមានផ្ទុះច្រើនមែនទែននៅក្នុងពេលបច្ចុប្បន្ននេះទៅតែនិយាយទៅតែថ្មីនេះដែរទេដែលគេហៅថាមិនថ្មីទេអាចថាក្នុងរង្វង់2ឆ្នាំចុងក្រោយនេះឃើញថាមានអ្នកបង្កើតនៅមាតិកាច្រើនមែនទែននៅលើបណ្ដាញសង្គមតាក់ទងនឹង platform មាន Facebook មាន TikTok មាន YouTube ជាដើមហ្នឹងឃើញថាមានបងប្អូនយើងធ្វើការបង្កើតឡើងច្រើនមែនតើមានទាំងវីដេអូ prank វីដេអូ education វីដេអូ entertainment អីចឹងជាដើមអញ្ចឹងណាដល់ឡែកតាក់ទងជាមួយនឹងមាតិកាទាំងអស់ហ្នឹងខ្ញុំក៏តែងតែឃើញមាតិកាមួយចំនួនខ្ញុំនិយាយមួយចំនួនទេណាគឺគាត់ធ្វើមកគាត់បានន័យថាគាត់មិនសូវជាផ្ដោតទៅ audience គាត់មិនសូវជាផ្ដោតមិនសូវជាផ្ដោត audience នេះគាត់ចង់និយាយថាគាត់មិនសូវជាផ្ដោតទៅលើ quality វីដេអូដើម្បីជាការអប់រំអីប្រហែលទេពីច្រើនគឺគាត់ធ្វើឡើងមកគាត់ផ្ដោតទៅលើ view ទៅលើ audience គាត់ធ្វើម៉េចឲ្យមាន engagement ច្រើនអីចឹងទៅអាហ្នឹងគឺអ្នកបង្កើតមាតិកាមួយចំនួនគឺគាត់ភាគច្រើនគឺអញ្ចឹងដើម្បីគាត់អាចថារកចំណូលអំពី platform នឹងបានឬក៏អាចផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលអីចឹងទៅមួយពីរចឹងទៅអញ្ចឹងឃើញថាវាចាប់ផ្ដើមមានការផ្ទុះច្រើនឡើងមែនទែនតាក់ទងជាមួយនឹងការបង្កើតនៅ content ផ្សេងជាក់ស្ដែងខ្ញុំក៏ជាអ្នកបង្កើត content ដែរគ្រាន់ថាវាមិនទាន់ជោគជ័យទេបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំឈរលើគោលការណ៍មួយគឺខ្ញុំអត់បានន័យថារំពឹងតែ view ហើយធ្វើវីដេអូដើម្បីប៉ះពាល់អ្នកដទៃឬក៏អាចថាបំពោសង្គមអីចឹងណាគឺខ្ញុំអត់ជាដាច់ខាតអញ្ចឹងគឺខ្ញុំធ្វើតាមចំណេះដឹងខ្ញុំធម្មតាអញ្ចឹងទៅអញ្ចឹងខ្ញុំនិយាយតែមួយចំនួនតូចទេឃើញគាត់ធ្វើមកមានលក្ខណៈថាគាត់មិនសូវផ្ដោតលើ education គាត់ផ្ដោតលើ entertainment អាហ្នឹងវាមិនជាការអីខុសទេគ្រាន់ថាវីដេអូខ្លះគាត់ធ្វើមកគឺវាមើលទៅវាអត់សូវសមកន្លែងខ្លះហើយកន្លែងខ្លះទៀតក៏វាមិនជួយ education ច្រើនបានន័យថាគាត់ធ្វើមកគាត់ចង់ឲ្យតែល្បីចង់ឲ្យតែផ្ទុះបាន view ច្រើនបាន engagement ច្រើនដើម្បីគាត់បានលុយពី platform ទាំងអស់ហ្នឹងហើយនឹងអាចទទួលបាន sponsor ផ្សេងអីចឹងទៅហើយខ្ញុំឃើញ sponsor ខ្លះក៏អញ្ចឹងដែរឲ្យតែមានអ្នកល្បីគាត់ដូចមិនសូវជាខ្វល់ប្រមាណតាក់ទងជាមួយនឹង quality វីដេអូរបស់អ្នកបង្កើតមាតិកាទេឲ្យតែបុគ្គលនឹងគាត់ធ្វើវីដេអូល្បីផ្ទុះ view ច្រើនគាត់ចាប់ផ្ដើមតាក់ទងទៅដាក់លក់ផលិតផលរបស់គាត់ផ្សព្វផ្សាយនៅលើវីដេអូរបស់អ្នកផលិតទាំងអស់ហ្នឹងហើយអញ្ចឹងវាធ្វើឲ្យអ្នកផលិតនឹងកាន់តែមានអារម្មណ៍ថាអូខ្ញុំធ្វើចឹងទៅវាមានអីល្អដែរតើគេចាប់អារម្មណ៍គេដាក់ sponsor អីចឹងណាអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍មួយថាធ្វើវីដេអូអញ្ចឹងច្រើនឡើងអញ្ចឹងទៅអានេះជាការមើលឃើញរបស់ខ្ញុំទេហើយខ្ញុំគ្រាន់ថាចង់ផ្ដាំផ្ញើទៅអ្នកផលិតមាតិកាទាំងអស់គួរតែគិតពី education ឲ្យបានច្រើនចំពោះអ្នក audience របស់យើងហើយកុំគិតតែ view ពេកព្រោះគេឈ្មោះរបស់យើងវាសំខាន់វាមិនមែនសំខាន់នៅលើ view ទេវាសំខាន់នៅគេឈ្មោះ branding របស់យើងទៅថ្ងៃអនាគតអញ្ចឹងណាពីព្រោះអីតាក់ទងជាមួយនឹង platform មួយ Facebook YouTube អីក៏ដោយហ្នឹង TikTok អីក៏ដោយហ្នឹងបើសិនជាយើងធ្វើមកយើងវាមិនមែនបានលុយពី platform ទៅមុខទេវាអាចបានលុយពីការធ្វើអាជីវកម្មរបស់យើងឧទាហរណ៍ថាបងប្អូនឧទាហរណ៍ជាក់ស្ដែងខ្ញុំខ្លួនឯងហើយខ្ញុំរំពឹងទៅថ្ងៃអនាគតក៏ខ្ញុំមិនរំពឹងថាបានលុយពី platform ហ្នឹងអីអាចចិញ្ចឹមជីវិតអីឬក៏អាចថាបានលុយពី platform ច្រើនដែរគឺខ្ញុំរំពឹងទៅថ្ងៃអនាគតខ្ញុំនឹងអាចមាន business អីមួយតាក់ទងជាមួយនឹង platform ហ្នឹងអាចលក់ផលិតផលអីមួយអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំតាក់ទងជាមួយនឹងកសិកម្មខ្ញុំធ្វើវីដេអូតាក់ទងមួយកសិកម្មវីដេអូ channel ខ្ញុំមួយទៀតខ្ញុំធ្វើតាក់ទងកសិកម្ម channel ធំរបស់ខ្ញុំអញ្ចឹងខ្ញុំមិនរំពឹង
ទាំងស្រុងទៅលើ platform ហ្នឹងទេព្រោះអីយើងធ្វើឲ្យប្រជាជនខ្មែរយើងមើល audience នៅខ្មែរភាគច្រើនអញ្ចឹងណាអញ្ចឹងអាលុយបានពី platform ហ្នឹងវាមិនច្រើនទេពុកម៉ែបងប្អូនដល់គ្នាហើយអ្នកដែលធ្វើគាត់នឹងយល់ហើយពី audience នៅស្រុកខ្មែរគឺយើងមិនសូវបានលុយច្រើនប្រហែលទេគាត់ថាបានមួយចាយអញ្ចឹងណាអានេះសម្រាប់នៅពេលបានណាតែខ្ញុំអត់ទាន់បានទេខ្ញុំឃើញគេបានគេនិយាយអញ្ចឹងណាអញ្ចឹងក៏ខ្ញុំនិយាយតាមគេអញ្ចឹងដែរទៅហើយមែនតើទៅខ្ញុំធ្លាប់មាន channel មួយបានលុយដែរក៏ប៉ុន្តែវាខូចបាត់ទៅអញ្ចឹងណាអញ្ចឹងខ្ញុំទៅតែបង្កើត channel ថ្មីដែរទេអញ្ចឹងយើងមិនថារំពឹងទៅលើ platform នឹង100%ទេបើសិនជាយើងធ្វើ reach out ទៅបរទេសអូខេអាហ្នឹងយើងអាចថារំពឹងទៅលើ platform ភាគច្រើនហ្នឹងមិនមែនភាគច្រើនទេអាចថា 100% យើងរំពឹងលើ platform អញ្ចឹងណាដោយសារតែវីដេអូយើងទៅកាន់បរទេសគាត់មើលអញ្ចឹងaudience យើងស្ដាប់បរទេសហើយអញ្ចឹងគេហៅថាពាណិជ្ជកម្មឬក៏លុយបានពី platform ហ្នឹងគឺវាច្រើនគួរសមអាចថាមកអាចយើងចាយបានអញ្ចឹងណានិយាយសាមញ្ញអញ្ចឹងណាប៉ុន្តែបើសិនជាយើងធ្វើតាក់ទងជាមួយនឹងវីដេអូសម្រាប់ប្រទេសយើងទេសម្រាប់ប្រទេសខ្មែរយើងទេវាមិនបានច្រើនប្រហែលទេប៉ុន្តែវាអាចបានទៅលើ sponsor វាជាផ្នែកមួយដែរអញ្ចឹងណាហើយទៅថ្ងៃអនាគតទៅក៏យើងមិនរំពឹងថាលើ sponsor 100%ទេយើងនិយាយថាហ្នឹងវាស៊ីសងទៅលើម្នាក់ដែរអញ្ចឹងណាទៅលើបុគ្គលម្នាក់ទេខ្ញុំមិនហ៊ានថាមិនទេប៉ុន្តែសម្រាប់ខ្ញុំមិនរំពឹងថាទៅលើ platform ឬក៏ទៅលើ sponsor 100%ទេទៅថ្ងៃអនាគតទៅខ្ញុំរំពឹងថាខ្ញុំនឹងអាចបើក business អីមួយឬក៏លក់ផលិតផលអីមួយនៅលើ platform ទាំងអស់ហ្នឹងអញ្ចឹងណាឧទាហរណ៍ថាខ្ញុំធ្វើវីដេអូទៅលើកសិកម្មអញ្ចឹងខ្ញុំអាចលក់ជាខ្ញុំផលិតជាជីកំប៉ុស្តទឹកឬក៏អបម៉ូតអីផ្សេងខ្ញុំអាចលក់ចែកជូនពុកម៉ែបងប្អូនប្រើយុទ្ធប្រើអីបានអញ្ចឹងទៅឬក៏ខ្ញុំអាចបើកវគ្គបរិញ្ញាបត្របណ្ដុះបណ្ដាលអីអញ្ចឹងទៅអាហ្នឹងជា business របស់យើងអញ្ចឹងទៅថ្ងៃអនាគតអញ្ចឹងណាអញ្ចឹងឃើញទេពុកម៉ែបងប្អូនគ្នាសម័យឥឡូវកាន់តែសម័យទៅមុខទៀតអញ្ចឹងបច្ចេកវិទ្យាវាកាន់តែជឿនលឿនទៅហើយអញ្ចឹងតាក់ទងមួយ platform ទាំងអស់ហ្នឹងយើងសុទ្ធតែអាចមានឱកាសរកស៊ីជាមួយវាបានមានឱកាសកសាងប្រាក់ចំណូលមានឱកាសគេហៅថាផ្សព្វផ្សាយផលិតផលរបស់យើងទៅកាន់ audience បានច្រើនមែនតើប៉ុន្តែបើសិនជាបងប្អូនមានអាជីវកម្មខ្លួនឯងប៉ុន្តែយើងអត់សូវផ្សព្វផ្សាយនៅលើ social media នៅលើ platform អីទេវាមិនសូវជាបើសិនជាយើង start ថ្មីហើយយើងអត់មានផ្សព្វផ្សាយទៅលើ social media ទៀតខ្ញុំគិតថាវារៀងមិនសូវជាអាជីវកម្មរបស់យើងវាមិនសូវជារីកចម្រើនលឿនណាប៉ុន្តែបើសិនជាបងប្អូនមានអាជីវកម្មហើយមានគុណភាពល្អហើយផលិតផលល្អហើយយើងផ្សព្វផ្សាយនៅលើ social media ទៀតធ្វើឲ្យអាជីវកម្មរបស់យើងកាន់តែរីកចម្រើនឡើងអញ្ចឹងទៅថ្ងៃអនាគតទៅឬក៏ពេលនេះទៅថ្ងៃអនាគតខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់បណ្ដាញសង្គម YouTube Facebook TikTok អីហ្នឹងដើម្បីកសាង branding ខ្លួនឯងយើងចែករំលែកចំណេះដឹងអីមួយចឹងទៅប៉ុន្តែធ្វើម៉េចកុំប៉ះពាល់ដល់អ្នកដទៃឬក៏បំពុលសង្គមយើងធ្វើម៉េចឲ្យជួយដល់សង្គមដែរអញ្ចឹងណាអញ្ចឹងយើងធ្វើម៉េចយើងកសាង branding ខ្លួនឯងយើងធ្វើចំណេះដឹងចែករំលែកអីផ្សេងខ្ញុំគិតថាវីដេអូចែករំលែកចំណេះដឹងមានច្រើនណាអញ្ចឹងយើងអាចធ្វើដូចថាមួយរយៈនេះខ្ញុំឃើញ channel YouTube មានបងប្អូនយើងជនជាតិដើមភាគតិចអីហ្នឹងគាត់ធ្វើបែបព្រៃភ្នំរកឃុំរកអីអញ្ចឹងណាអញ្ចឹងអាហ្នឹងសិតតែជាគេហៅថាវីដេអូដែលយើងអាចធ្វើបានហើយយើងរស់នៅជាមួយវាអញ្ចឹងណាអញ្ចឹងយើងមានជំនាញជាមួយវាយើងអាចធ្វើបានហើយយើងកសាង branding ខ្លួនឯងទៅហើយទៅថ្ងៃអនាគតយើងអាចលក់បើយើងទៅដូចជាបងប្អូនពុកម៉ែបងប្អូនដែលគាត់នៅព្រៃភ្នំគាត់នៅចំការគាត់អាចលក់ជាទឹកឃ្មុំលក់អីគាត់រកបានអញ្ចឹងលក់អញ្ចឹងណាអញ្ចឹងវាធ្វើឲ្យគេហៅថាផលិតផលរបស់គាត់វាកាន់តែលក់បានច្រើនជាងមុន
បើសិនជាយើងអត់យក platform ជួយផ្សព្វផ្សាយទេសម័យឥឡូវអញ្ចឹងវាអាជីវកម្មរបស់យើងមិនសូវមានអ្នកស្គាល់ទេធម្មតាយើងលក់ភ្លាមមានអ្នកស្គាល់អញ្ចឹងណាអញ្ចឹងបើយើងរុញតាម platform វាអាចមានអ្នកស្គាល់ដែរដោយសារតែអ្នកប្រើប្រាស់នៅ platform ដូចជា YouTube ដូចជា Facebook ដូចជា TikTok អីហ្នឹងសរុបលានអ្នកប្រើ platform ហ្នឹងអញ្ចឹងជួនកាលទៅវារុញវីដេអូរបស់យើងចាប់អារម្មណ៍វារុញទៅកាន់តែច្រើនឡើងធ្វើឲ្យគេហៅចំនួនអ្នកដែលស្គាល់នៅអាជីវកម្មឬក៏ស្គាល់នៅផលិតផលរបស់យើងកាន់តែច្រើនឡើងតាមហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែកសាងនៅ branding ខ្លួនឯងមួយហើយយើងចាប់ផ្ដើម start វាចាប់ផ្ដើមធ្វើឲ្យគេស្គាល់ពីខ្លួនយើងពីម្ដងទៅម្ដងអញ្ចឹងណាអញ្ចឹងនៅពេលដែលគេស្គាល់យើងកាន់តែច្បាស់យើងចាប់ផ្ដើមមានគេឈ្មោះយើងអាចរកស៊ីឬក៏បើកអាជីវកម្មមួយទៅវាល្អដែរតកតងមួយ platform ដល់ហ្នឹងអញ្ចឹងកុំឲ្យបងប្អូនទាំងគ្នាប្រើ platform ទៅវាបានន័យថាវាអត់សូវបានប្រយោជន៍យើងបានតែ entertainment បានតែកម្សាន្តប៉ុន្តែយើងអត់បានរកទាញចំណូលពី platform ទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងវាគួរតែចាប់ផ្ដើមទាំងអស់គ្នាបងប្អូនទាំងគ្នាហើយខ្ញុំក៏កំពុងតែចាប់ផ្ដើមដែរមិនទាន់ជាជោគជ័យទេគ្រាន់ថាខ្ញុំនឹងព្យាយាមធ្វើវាព្យាយាមចែករំលែកនៅអ្វីដែលខ្ញុំអាចចែករំលែកជូនបងប្អូនទាំងគ្នាបានអញ្ចឹងណាអញ្ចឹងបើបងប្អូនមានជំនាញអីបងប្អូនចែករំលែកចំណេះដឹងហ្នឹងទៅតាក់ទងការកំសាន្តតាក់ទងជីវិតរស់នៅប្រចាំថ្ងៃតាក់ទងជាមួយនឹងម្ហូបអាហារតាក់ទងមួយស្អីយីទៅវីដេអូចែករំលែកមានច្រើនណាអញ្ចឹងតាមអ្វីដែលយើងមានជាក់ស្ដែងយើងចែករំលែកតាមហ្នឹងទៅហើយធ្វើម៉េចកុំប៉ះពាល់ទៅដល់អ្នកដទៃកុំបំពុលសង្គមតែប៉ុណ្្នឹងទៅគ្រប់គេទៅវិញទៅមកទៅគឺបានហើយអញ្ចឹងខ្ញុំធ្វើវីដេអូនេះនិយាយអត់មាន script ទេអញ្ចឹងបានន័យថានៅក្នុង channel នេះខ្ញុំនឹងធ្វើវីដេអូច្រើនតាក់ទងជាមួយការចែករំលែកនៅគេហៅថាគំនិតផ្សេងអញ្ចឹងណាឬក៏អាចមានការកំសាន្តអីអញ្ចឹងនៅក្នុង channel នេះអញ្ចឹងបើសិនជាបងប្អូនចង់ដឹងតាក់ទងមួយវិស័យកសិកម្មអាចចូលទៅ channel ខ្ញុំមួយទៀតដែលមានឈ្មោះថាដាំដុះអញ្ចឹងណាហើយនៅក្នុង Facebook page ក៏ឈ្មោះថាដាំដុះដូចគ្នាដែរអញ្ចឹងបងប្អូនវាយជាខ្មែរដាំដុះទៅហើយវាយអក្សរអង់គ្លេស DAM ដាំដក clear DOS ទៅឃើញ channel ខ្ញុំហើយអញ្ចឹងខ្ញុំធ្វើតាក់ទងមួយវិស័យកសិកម្មតាក់ទងមួយ channel នេះខ្ញុំធ្វើតាក់ទងមួយការចែករំលែកនៅគេហៅថាចំណេះដឹងផ្សេងតាក់ទងការកំសាន្តឬក៏ផ្នត់គំនិតអីផ្សេងដែលខ្ញុំអាចចែករំលែកបានខ្ញុំចែករំលែកជូនបងប្អូនគ្នានៅក្នុង channel នេះអញ្ចឹងអ្នកមកចូលមើលវីដេអូនេះកុំភ្លេចចុច subscribe channel របស់ខ្ញុំអ្នកមួយផងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ធ្វើការចែករំលែកជូនបងប្អូនគ្នាហើយយើងចាប់ផ្ដើមទាំងអស់គ្នាកសាងនៅbranding ក៏ដូចជាយក platform ទាំងអស់ហ្នឹងដើម្បីបង្កើតជាអាជីវកម្មឬក៏មុខជំនួញរបស់យើងទៅថ្ងៃអនាគតអញ្ចឹងណាអូខេបាយបាយជួបគ្នានៅវីដេអូក្រោយបងប្អូនគ្នា